របៀបចូលទៅរៀបចំ Gmail ឲ្យបានត្រឹមត្រូវតាមស្តង់ដារបន្ទាប់ពីបងប្អូនទាំងអស់គ្នាបង្កើត Gmail រួចហើយបងប្អូនទាំងអស់គ្នាត្រូវតែចូលទៅរៀបចំ Gmail ឲ្យបានត្រឹមត្រូវដើម្បីការពារ Gmail របស់យើងកុំឲ្យខូចនិងការពារដើម្បីកុំឲ្យអ្នកដទៃលួច Gmail យើងយកទៅប្រើប្រាស់បានដើម្បីរៀបចំ Gmail បានបងប្អូនទាំងគ្នាចុចចូលកម្មវិធី Gmail តែម្ដងទៅបងប្អូនគ្នាហើយបន្ទាប់មកគឺវាចេញទម្រង់បែបនេះបងប្អូនគ្នាគឺបន្ទាប់មកនេះគឺជា Gmail ដែលខ្ញុំទើបតែបង្កើតថ្មីបងប្អូនទាំងគ្នាចុចចូលកន្លែងរូប profile មកកន្លែងរូបអក្សរ S ហ្នឹងមកអូខេហើយបន្ទាប់មកបងប្អូនទាំងគ្នាចុចលើគ្រប់គ្រងគណនី Google របស់អ្នកបងប្អូនទាំងគ្នាចុចចូលកន្លែងហ្នឹងមកដល់ចំណុចនេះគឺបងប្អូនទាំងគ្នាឃើញគេដាក់មកឲ្យបងប្អូនទាំងគ្នាគឺខាងលើនេះគឺបញ្ចូលលេខទូរស័ព្ទស្ដារបងប្អូនទាំងគ្នាចុចចូលកន្លែងហ្នឹងមកអូខេវាកំពុងតែដំណើរការហើយទៀងទាត់ឥឡូវខ្ញុំដោះសោអេក្រង់សិនបងប្អូនទាំងគ្នាតែកំពុងដំណើរការទៅមុខទៀតកន្លែងនេះគឺវាលោតឲ្យតែម្ដងគឺយើងនៅកម្ពុជាគឺវាលោតឲ្យទូចិត្តកម្ពុជាតែម្ដងបន្ទាប់មកបងប្អូនទាំងគ្នាវាយ855បងប្អូនទាំងគ្នាគឺ855បន្ទាប់មកបងប្អូនទាំងអស់គ្នាវាយបញ្ចូលលេខទូរស័ព្ទដែលយើងប្រើប្រាស់មកដើម្បីស្ដារនៅពេលដែលវាបាត់ឬក៏ខូចយើងអាចយកទូរស័ព្ទហ្នឹងគឺយកទៅស្ដារ Gmail របស់យើងមកវិញបានអូខេឥឡូវខ្ញុំវាយលេខទូរស័ព្ទខ្ញុំចូលសិនបងប្អូនគ្នាពេលណាដែលបងប្អូនវាយលេខទូរស័ព្ទបញ្ចូលហើយបងប្អូនទាំងគ្នាចុចចូលពាក្យថារក្សាទុកអូខេពេលណាដែលបងប្អូនចុចពាក្យរក្សាទុកហើយបងប្អូនទាំងគ្នាអូខេបងប្អូនគ្នាឥឡូវមានសំឡេងរំខានខ្ញុំសូមបិទសំឡេងបន្តិចសិនបន្ទាប់មកបងប្អូនទាំងគ្នាឃើញកន្លែងខាងលើនេះគឺបងប្អូនបញ្ចូលលេខអ៊ីមែលស្ដារក៏បានដើម្បីដាក់អ៊ីមែលហ្នឹងទៅមានន័យថាពេលណាដែល Gmail របស់បងប្អូនខូចគឺបងប្អូនអាចវាបញ្ចូល Gmail ហ្នឹងស្ដារបានហើយសម្រាប់ខ្ញុំគឺខ្ញុំមិនចាំបាច់ទេបងប្អូនយើងដាក់លេខទូរស័ព្ទហើយបន្ទាប់មកបងប្អូនទាំងគ្នាចុចចេញមកវិញមកអូខេបន្ទាប់មកបងប្អូនទាំងគ្នាអុសទៅលើកន្លែងជាវនឹងវិធីបង់ប្រាក់ហ្នឹងកន្លែងហ្នឹងបងប្អូនមិនបាច់ទេបងប្អូនមកមើលកន្លែងអក្សរខាងក្រោមព័ត៌មានផ្ទាល់ខ្លួនកន្លែងហ្នឹងបងប្អូនចុចចូលមកបន្ទាប់មកកន្លែងនេះគឺបងប្អូនអាចកែឈ្មោះដែលបងប្អូនការបង្កើតដំបូងហ្នឹងបងប្អូនអាចកែបានបងប្អូនគ្នានៅកន្លែងនេះគឺភេទអីគឺបងប្អូនអាចកែបានទាំងអស់បងប្អូនចង់កែភេទស្រីវិញក៏បានអ៊ីមែលកន្លែងនេះគឺបងប្អូនអាចដាក់អ៊ីមែលស្ដារវិញដើម្បីស្ដារGmail របស់យើងបងប្អូនគ្នាបន្ទាប់មកកន្លែងនេះគឺដាក់អាស័យដ្ឋានកន្លែងនេះគឺបងប្អូនទាំងអស់គ្នាដាក់មកអូខេកន្លែងហ្នឹងបងប្អូនដាក់ភ្នំពេញក៏បានដែរបងប្អូនគ្នាបងប្អូនដាក់ភ្នំពេញក៏បានបងប្អូនដាក់បងប្អូនរស់នៅកន្លែងណាបងប្អូនដាក់កន្លែងហ្នឹងក៏បានដែរបងប្អូនសម្រាប់ខ្ញុំដាក់នៅភ្នំពេញបន្ទាប់មកបងប្អូនគ្នាចុចរក្សាទុកមកអូខេបន្ទាប់មកគេមាន location សម្រាប់ឲ្យបងប្អូនគ្នាមើល
តមកបងប្អូនមើលទៅក៏មើលសម្រាប់ខ្ញុំគឺខ្ញុំមិនមើលទេបងប្អូនគឺតមកបងប្អូនចុចពាក្យថារួចរាល់មកអូខេឥឡូវយើងបានដាក់អាស័យដ្ឋានរួចហើយបងប្អូនអាចដាក់កន្លែងអាស័យដ្ឋានការងារក៏បានកន្លែងនេះបងប្អូនដាក់ភ្នំពេញទៀតមកក៏បានដែរបងប្អូនថាអូខេបន្ទាប់មកបងប្អូនឲ្យចុចរក្សាទុកមករួចរាល់មកយើងដាក់បានទៅជោគជ័យហើយបងប្អូនអ្នកគ្នាតមកកន្លែងខាងក្រោមនេះគឺបងប្អូនអាចដូរលេខសម្ងាត់វិញក៏បានសម្រាប់ខ្ញុំគឺខ្ញុំមិនដូរទេបងប្អូនគ្នាគឺកន្លែងចុចទូរស័ព្ទនេះបងប្អូនអាចចុចចូលកន្លែងហ្នឹងមកបងប្អូនគ្នាកន្លែងលេខទូរស័ព្ទតមកកន្លែងអ្វីដែលសំខាន់គឺកន្លែងនេះបងប្អូនគ្នាគឺកន្លែង model ទូរស័ព្ទហ្នឹងមានន័យថា Infinix Smart 9ហ្នឹងបងប្អូនគ្នាឥឡូវហ្នឹងគឺបងប្អូនចុចបើកកន្លែងហ្នឹងមកបងប្អូនគ្នាតមកបងប្អូនចុចពាក្យថាយល់ព្រមកន្លែងហ្នឹងគឺជាកន្លែងចំណុចសំខាន់បងប្អូនគ្នាអូខេបងប្អូនឃើញចុចឲ្យថេចចេញសញ្ញាខៀវចឹងមកពេលណាកន្លែងហ្នឹងគឺពេលណាដែលបងប្អូនដាក់ Gmail ឲ្យគេទោះតែបងប្អូនចុចទទួលនៅក្នុងទូរស័ព្ទ Infinix ហ្នឹងទើបគេអាចទទួលបានប្រើបានអញ្ចឹងបងប្អូនកន្លែងនេះគឺជា Gmail គោលរបស់យើងអញ្ចឹងបងប្អូនគ្នាបន្ទាប់មកបងប្អូនអាចចុចចេញមកវិញមកអូខេកន្លែងនេះគឺដូចជាអស់ហើយបងប្អូនគ្នាបន្ទាប់មកអូកន្លែងនេះបងប្អូននេះកន្លែងនេះបងប្អូនអាចដូរបងប្អូនអាចដូរដាក់រូប profile បងប្អូនគ្នាដាក់រូប profile ក៏បានអូខេឥឡូវខ្ញុំចុចដូរដាក់រូប profile តែម្ដងឥឡូវសារក្រោយវិញបងប្អូនដោយសារតែវាអត់មានកន្លែងដាក់អូខេបងប្អូននេះចុចខាងលើវិញបងប្អូនគ្នាគឺចុចខាងលើគឺយើងមានរូបថតជាស្រេចដូច្នេះយើងខ្ញុំដាក់យកតែម្ដងបងប្អូនគ្នាបន្ទាប់មកបងប្អូនគ្នាចុចពាក្យថាបន្ទាប់មកទៀតគឺបងប្អូនគ្នាចុចពាក្យថារក្សាទុកជារូបភាពគម្រោងព័ត៌មានបងប្អូនគ្នាចុចចូលមកអូខេឥឡូវយើងដូររូប profile បានដូចជោគជ័យហើយបងប្អូនគ្នាបន្ទាប់មកបងប្អូនគ្នាចុចចេញមកវិញមកហើយបន្ទាប់មកបងប្អូនចុចចេញមកវិញទៀតបន្ទាប់មកបងប្អូនទាំងអស់គ្នាចុចចូលកន្លែងសុវត្ថិភាពនិងការចូលគណនីបងប្អូនចុចចូលកន្លែងហ្នឹងមកកន្លែងនេះគឺបងប្អូនអាចបើកការផ្ទាត់បានច្រើនបងប្អូនគ្នាគឺបងប្អូនអាចដាក់អ៊ីមែលស្ដាអូខេបងប្អូនកន្លែងហ្នឹងគឺបើសិនជាបងប្អូនចង់ដាក់អ៊ីមែលស្ដាក៏ដាក់ទៅកន្លែងហ្នឹងហើយបន្ទាប់មកកន្លែងខាងលើនេះបងប្អូននេះគឺកន្លែងការផ្ទាត់ពីជំហានហ្នឹងបងប្អូនឲ្យចុចចូលកន្លែងហ្នឹងមកវាកំពុងតែដំណើរការហើយបន្ទាប់មកកន្លែងនេះខ្ញុំដោះសោអេក្រង់សិនអូខេកន្លែងនេះគឺមានការទីបន្ទាត់ជាច្រើនជំហានបងប្អូនឥឡូវយើងបានធ្វើបាន2ជំហានហើយបន្ទាប់មកគឺមានកន្លែងកូដសម្ងាត់មានកន្លែងទីបន្ទាត់ដោយប្រើ QR ក៏បានបងប្អូនចង់បើកបងប្អូនចុចពាក្យថាបើកទីបន្ទាត់2ជំហានហ្នឹងមកវាកំពុងតែដំណើរការបងប្អូននេះអូខេឥឡូវយើងទីបន្ទាត់បាន2ជំហានរួចរាល់ហើយបងប្អូនអ្នកចុចពាក្យថារួចរាល់មកឥឡូវ Gmail វាកំពុងតែផ្ញើមកហើយបងប្អូនគ្នាតបមកបងប្អូនចុចចូលកន្លែង Gmail កំពុងតែផ្ញើវិញមកបងប្អូននេះកន្លែង2ជំហានហ្នឹងបងប្អូនចុចចូលមកគឺ Gmail បានផ្ញើមកឲ្យយើងហើយបងប្អូនគ្នានេះគឺអូខេឥឡូវយើងទីបន្ទាត់បាន2ជំហានរួចហើយបងប្អូនគ្នាយើងបានតែ2ជំហានហ្នឹងទេតបមកបងប្អូនគ្នាចុចចេញមកវិញមក
ឥឡូវយើងបានរៀបចំGmail រួចរាល់ហើយបងប្អូនអ្នកគឺមិនបាច់ភ័យថាGmail ខូចទេទី1គឺបងប្អូនត្រូវតែចាំពាក្យសម្ងាត់ហើយទី2គឺលេខទូរស័ព្ទរបស់បងប្អូនបើសិនជាបងប្អូនហៅបាត់ទូរស័ព្ទឬក៏យើងមានលេខទូរស័ព្ទយើងអាចយក Gmail យើងមកវិញបានអញ្ចឹងបងប្អូនណាគឺងាយស្រួលហើយ Gmail គឺមិនខូចទេបងប្អូនណាគឺហើយភាគច្រើនបងប្អូនយើងគឺបង្កើតគឺងាកខូចអញ្ចឹង Gmail បងប្អូនដោយសារតែយើងមិនបានចូលទៅរៀបចំ Gmail ឲ្យបានត្រឹមត្រូវអូខេបងប្អូនអ្នកវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាបងប្អូនអ្នកអាចធ្វើបានទាំងអស់គ្នាគឺងាយស្រួលទេមិនពិបាកទេបងប្អូនអ្នកហើយបងប្អូនអ្នកគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍កុំភ្លេចជួយចុចsubscriber និងចុចសញ្ញាកណ្ដឹងម្នាក់មួយផងសូមអរគុណជួបគ្នានៅវីដេអូថ្មីៗបន្តទៀត